ទឹកមួយក្របល្ងាចមួយក្របពុកម៉ែបងប្អូនពិសាឲ្យបានទៀងទាត់ពុកម៉ែបងប្អូននឹងបាត់រាល់បញ្ហាឈឺសន្លាក់រលាកសន្លាក់បញ្ហាស្ពឹកដៃស្ពឹកជើងក្តៅក្រហាយបាត់ដៃបាត់ជើងពិបាកក្នុងការធ្វើចលនាចេះតែតឹងតាមកញ្ញាំដៃកញ្ញាំជើងរឹងកាំងពិបាកក្តាប់ពិបាកលាពួកឲ្យពុកម៉ែបងប្អូនឈឺតាមកលេសម្រាមដៃម្រាមជើងឈឺតាមសន្លាក់ចកេះចកងតាគៀកខ្នងដែលពុកម៉ែបងប្អូនកន្លងមកតែតែរកដំណោះស្រាយច្រើនប៉ុន្តែមិនទទួលបានលទ្ធផលគិតថាខ្ញុំចេះតែថាដឹងបាទពុកម៉ែបងប្អូនអាចទៅទស្សនាវីដេអូអតិជនរបស់ខ្ញុំបាទផ្ទាល់បានតែឲ្យគឺដូចខ្ញុំគឺស្លាក់អីដូចខ្ញុំហ្នឹងហើយបើមិនជឿទៅឲ្យគេមកខ្ញុំហើយកាន់កញ្ចប់នឹងមកដល់ខ្ញុំមកបាច់ទៅដល់មកគ្រូព្រោះខ្ញុំអ្នកប្រើតែលោករោគអីហ្នឹងខ្ញុំដឹងទេណាតែបើរឿងស្លាក់ខ្ញុំជឿមកក្តៅកាហាយបាត់ជើងយើងជន់លើការ៉ូឡើងឆ្អិតជើងហ្នឹងណោះជន់អត់បានទេហើយកាហាយខ្លាំងណាចុកជើងចុកជង្គង់ចុកផ្លូវកហងច្បែកហងមិនក៏បាត់ដែរមានអ្នកខ្លះគាត់និយាយប្រាប់ខ្ញុំខាងឡងខ្ញុំនៅពីវែងគាត់ថាម៉ែគាត់អើយក្តៅរហូតដល់ថ្ងៃស្លាប់ក្តៅចាក់ទៅហើយខ្ញុំភ័យដែរដល់អញ្ចឹងហើយខ្ញុំហូបអីក៏អត់បាត់ដែរទោះបីខ្ញុំជាតិស្ករខ្ញុំចុះក៏នៅតែក្តៅកាហាយដែរបាទជាតិស្ករខ្ញុំតាំងពី400ជាងរហូត200ជាងរហូតដល់150ក៏នៅក្តៅទៀតដល់ហើយផឹកណាស់នឹងត្រូវតាខ្ញុំហូបអានឹងអស់តែពីប្រទេសពីប្រអប់ហ្នឹងវាមួយខែខ្ញុំលេបបានតែ5ថ្ងៃខ្ញុំដឹងបាត់ហ្មងដឹងអន់ហ្មងហើយខ្ញុំលួចលេបថាអត់ឲ្យកូនដឹងទេកុំឲ្យកូនថាម៉ែដើរទិញទៅពីអញ្ចឹងថាលួចលេបដល់ពេលកូនដឹងគេចេញលុយឲ្យហូបឆ្នាំនេះវាហូបនេះហើយទៅលេងកញ្ញឹងកញ្ញង់អាមូលកពើក៏លេងអាចាក់ញោចក៏លេងដែរអញ្ចឹងបាត់ហ្មង